នឹងតនហេតុការលើប្រធានាធិបតីសហរដ្ឋអាមេរិកលោកណាល់ត្រាំបានជំរុញឲ្យកម្ពុជាថៃគោរពនៅអនុវត្តបទឈប់បាញ់បន្ទាប់ពីយោធាថៃបើកការវាយប្រហារតាមផ្លូវអាកាសលើកម្ពុជាឆ្នេះ Stand Up គ្រូជពេក Stand Up ញូវនឹងធ្វើការលោកអ៊ុតព្រំមីនីទីក្រុង Washington ប្រធានាធិបតីសហរដ្ឋអាមេរិកលោកដូណាល់ត្រាំបានជំរុញឲ្យកម្ពុជានិងថៃគោរពយ៉ាងពេញលេញតាមការបដិញ្ញាចិត្តចំពោះបទឈប់បាញ់បន្ទាប់ពីចំនួននៅតាមបណ្ដោយព្រំដែនរវាងប្រទេសទាំងពីរបានផ្ទុះឡើងសារជាថ្មីម្ដងទៀតនេះបើតាមការចេញផ្សាយពីទីភ្នាក់ងារសារព័ត៌មាន Reuters យោធាថៃកាលពីថ្ងៃច័ន្ទម្សិលមិញបានបើកការវិយប្រហារតាមផ្លូវអាកាសលើកម្ពុជាដែលនេះគឺជាទង្វើបំពានលើបទឈប់បាញ់និងកំពុងតែគំរាមកំហែងដល់សេចក្តីថ្លែងការណ៍រួមស្តីពីសន្តិភាពដែលប្រទេសទាំងពីរបានចុះហត្ថលេខាកាលពីខែតុលាកន្លងទៅនៅក្នុងទីក្រុងកូឡាឡាំពួរប្រទេសម៉ាឡេស៊ីដោយមានប្រធានាធិបតីសហរដ្ឋអាមេរិកលោកដូណាល់ត្រាំនិងនាយករដ្ឋមន្ត្រីម៉ាឡេស៊ីលោកអាន់វ៉ាអ៊ីប្រាហ៊ីមធ្វើជាសាស័យស្ថិតនៅក្នុងលក្ខខណ្ឌមិនបញ្ចេញឈ្មោះមន្ត្រីជាន់ខ្ពស់ម្នាក់នៃរដ្ឋលេខាធិការរបស់លោកត្រាំបានគូបញ្ជាក់កាលពីថ្ងៃច័ន្ទទី8ខែធ្នូឆ្នាំ2025នេះថាលោកប្រធានាធិបតីដូណាល់ត្រាំមានការបដិញ្ញាចិត្តបន្តការបញ្ឈប់អំពើហិង្សានិងសង្ឃឹមថារដ្ឋាភិបាលកម្ពុជានិងថៃគោរពយ៉ាងពេញលេញតាមការបដិញ្ញាចិត្តរបស់ពួកគេចំពោះការបិទបញ្ចប់នៃចំនួននេះបានជាព័ត៌មានដែលយើងខ្ញុំបានលើកឡើងនេះគឺសូមបញ្ចប់មានការខុសឆ្គងសូមអធិស្ឋាន